ថ្ងៃនេះមានដំណឹងបន្ទាន់ទៀតហើយបងប្អូនថ្ងៃ22ខែ6ឆ្នាំ2025យប់មិញគឺខាងភាគីថៃគឺយោធាថៃគាត់បានប្រកាសបិទច្រកជប់កគីដែលស្ថិតក្នុងស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យហើយការបិទហ្នឹងគឺបិទជាឯកតោភាគីដូចលើកមុនដែរគឺអត់បានជំរាបដល់ខាងយើងទេអញ្ចឹងហើយនៅព្រឹកនេះក៏បើយោងតាម page របស់សម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីប្រទេសកម្ពុជាយើងគឺគាត់បានតបតទៅវិញបញ្ជាឲ្យរដ្ឋបាលខេត្តឧត្តរមានជ័យបានបិទនៅថ្ងៃនេះដូចគ្នាបិទទៅលើច្រកជប់កគីហើយបន្ថែមទៅលើនឹងទៀតគឺគាត់ក៏បានតបតទៅវិញដោយបិទបន្ថែមនៅច្រកមួយទៀតគឺច្រកអន្តរជាតិចិមដែលស្ថិតនៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យយើងដូចគ្នាហើយចំពោះចំណាត់ការនេះគឺចំពោះខ្ញុំហ្មងគឺខ្ញុំគ្រប់គ្រងសម្ដេចព្រោះយើងត្រូវតែតបតទៅពួកវាខ្លះពួកអីពួកថៃយោធាថៃគឺប្រហែលលើកហើយគឺបិទច្រកព្រំដែនជាឯកតោភាគីអត់ដែលជំរាបជូនផ្ដល់ដំណឹងឬក៏ទុកពេលវេលាប្រកាសជាសាធារណៈផ្ដល់ដំណឹងជូនដល់រដ្ឋាភិបាលកម្ពុជាទេអញ្ចឹងហើយចំណាត់ការរបស់រដ្ឋាភិបាលដែលបិទច្រកជប់កគីតបតទៅនឹងថៃហើយក៏ដូចជាបន្ថែមនៅការបិទច្រកចិមមួយទៀតគឺជាការល្អជាការតបតទៅថៃវិញកុំអោយពួកភាគីថៃបានចិត្តពេកពួកថៃបើសិនជាយើងអត់តបតគឺពួកគាត់ហាក់បីដូចជាបានចិត្តអញ្ចឹងហើយខ្ញុំគ្រប់គ្រងអញ្ចឹងដំណឹងនេះគឺទៅនឹងផុសបានរយៈពេល1ម៉ោងនឹងទេតាម page របស់សម្ដេចហ៊ុនម៉ាណែតអញ្ចឹងយើងចាំតាមដានព័ត៌មានទាំងអស់គ្នាទៀតខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូន